So តាមពិតទៅប្រធានាធិបតីនៅកូរ៉េអត់ទាំងដែរបាននិយាយថាប្រទេសខ្មែរយើងគឺជាប្រទេសឧក្រិដ្ឋកម្មផងទាំងអស់នេះគឺចេញមកពីការផ្សព្វផ្សាយបំភ្លឺរបស់ព័ត៌មាន SBS News ដែលជាព័ត៌មាននៅកូរ៉េប៉ុន្តែវាមានទំនាក់ទំនងជាមួយនឹងអាផ្ទះទី2ប្រភពព័ត៌មានមួយនេះគឺមាន strong partnership ជាមួយនឹងពួកអាផ្ទះទី2ណាដែលធ្វើការជាមួយនឹងគ្នាច្រើនមែនតើទោះបីមិនមែនជាក្រុមហ៊ុនជាមួយគ្នាក៏ដោយអញ្ចឹងមិនយើងមើលដឹងកញ្ចៅហ្នឹងថារបៀបរបបនៃការផ្សាយព័ត៌មានចេញមកភ្លាវលំអៀងហើយនិយាយផ្លឹបយកមកអត់មានការ research ឬក៏ស្រាវជ្រាវអីត្រឹមត្រូវហើយទៅបំភ្លឺពាក្យសម្ដីរបស់ថ្នាក់ដឹកនាំផ្ទាល់ហ្មងពួកនេះគឺអាក្រក់អាក្រៃខ្លាំងមែនតើក៏ទៅគោលបំណងរបស់អាផ្ទះទី2នេះគឺវាចង់កំទេចយើងចោលហ្មងទោះបីរឿងហ្នឹងមិនពាក់ព័ន្ធជាមួយនឹងវាក៏វាតាមចងពៀតាមចងដែររបៀបតាមដល់ណោប្រភពព័ត៌មានកូរ៉េណោតែ manipulate ប្រវែទិសគេទៀតដើម្បីឲ្យគេស្អប់យើងដើម្បីកំទេចយើងផ្ទាល់ហ្មងប្រធានាធិបតីកូរ៉េក៏ចូលប្រជុំមែនតែគាត់បាននិយាយថាប្រទេសយើងជាប្រទេសឧក្រិដ្ឋកម្មដែរគាត់គាត់និយាយថាគាត់ចង់ការពារប្រជាជនគាត់ទោះបីប្រជាជនគាត់នៅខ្មែរត្រូវចាប់ត្រូវបដល្មើសអីក៏ដោយក៏នឹងធ្វើតាមរបៀប diplomatic នេះដើម្បីបញ្ជូនគាត់មកប្រទេសវិញ Motherland ប្រទេសកូរ៉េវិញតាមណាគេនិយាយថាដោះស្រាយ diplomat ហ្នឹងគឺបានន័យថាគេចង់បានសន្តិភាពហើយប៉ុន្តែពួកអនុនាំគ្នានាំភ្លើងនាំអីឲ្យសារព័ត៌មានផ្សេងបន្ថែមពីលើនឹងទៀតមកពីគេគិតថាជាប្រភពព័ត៌មានកូរ៉េអញ្ចឹងគេយកទៅនិយាយបន្តគ្នាធ្វើឲ្យញ៉ៃញ៉ៃពេញកូរ៉េហើយពេញខ្មែរទៀតដោយសារតាអ្នកទី3ហ្នឹងអញ្ចឹងយើងមានតែមើលសកម្មភាពរបស់កូរ៉េទៀតតើគេស៊ើបអង្កេតទៅលើអាប្រភពព័ត៌មាននឹងអត់ឬក៏គេខ្លាចខូចមុខខូចមាត់ហើយនៅស្ងាត់ស្ងៀមខ្ញុំគិតថានៅស្ងាត់ស្ងៀមហ្នឹងព្រោះso bad ចង់និយាយថាមើលយូរទៅស្ថានភាពនេះវាលែងទៅជាបញ្ហាចំនួនព្រំដែនទៅរវាងយើងនិងអាផ្ទះទី2យូរទៅខ្លាយទៅជាការចាប់ឱកាសរបស់អាផ្ទះទី2ហ្នឹងដើម្បីបំបាក់មុខហើយទម្លាក់កម្ពុជាយើងគ្រប់ពេលដែលវាអាចចាប់បានអ្នកទាំងអស់នេះសង្កេតមើលឃើញដូចខ្ញុំឯងតែយើងមានរឿងជាមួយនឹងកូរ៉េណានោះសោះហើយអត់ទាំងពាក់ព័ន្ធជាមួយនឹងវាផងប៉ុន្តែព័ត៌មានវាផ្សាយដូចព្យុះច្រើនជាងព័ត៌មានកូរ៉េទៀតដើម្បីឲ្យគេដឹងថាយើងនេះអាក្រក់មិនអីមិនវាលែងចង់បានសន្តិភាពឬក៏ចង់ឈ្នះអីហើយវានាំគ្នាយកគេឈ្មោះគ្រប់គ្នាអស់ហើយមកដល់ពេលនេះខ្ញុំគិតថាទោះបីឆ្នាំមកដល់ម្លេះហើយសាញអាស៊ីស្វ័យប្រកាសថាជប់មានចំនួននៅព្រំដែនហើយក៏ពួកអាផ្ទះទី2ហ្នឹងវានៅតែផ្សព្វផ្សាយដើម្បីទម្លាក់ខ្មែរយើងដដែលអញ្ចឹងវាលែងទៅជាសង្គ្រាមខាងក្រៅវាទៅជាសង្គ្រាមខាងក្នុងវិញនេះដល់ពេលគិតអញ្ចឹងវិញទៅយើងមានសន្តិភាពមែនប៉ុន្តែគេឈ្មោះយើងគឺតប៉ែខ្លាំងមែនតើធ្វើមិនមានវិធីអីដើម្បីបញ្ឈប់ពួកវាកុំឲ្យនិយាយពីយើងទៀតឡើយឲ្យបាត់ដាច់ត្មងof course បើយើងជាមនុស្ស personal ខ្លួនឯងយើងអាច block វាបានប៉ុន្តែសម្រាប់ប្រទេសយើងតែវានិយាយយកទៅធ្វើ headline និយាយខុសពីយើងរហូតអានោះធ្វើមិនបានបញ្ឈប់វាបានឬក៏ត្រូវធ្វើ rule បន្ថែមទៀតនៅក្នុង ceasefire agreement ហ្នឹងថាឈប់ផ្សព្វផ្សាយពីគ្នាទៅវិញទៅមកទៀតអាហ្នឹងឥឡូវនេះទោះបីយើងអត់ធ្វើអីសោះក៏ដោយក៏ពួកវាបង្កើតរឿងមកទៀតដែរសិតថាស្អីគេ F16 defend ខ្លួនឯងការពារខ្លួនឯងពី air strike មកពីខ្មែរហើយយើងទៅ launch air strike ទៅវាតែមិនកាល់ចេញមកតប៉ែហ្មងវាប្រើប្រាស់អា relationship ដែលបែកបាក់រវាងយើងនិងវាហ្នឹងទៅធ្វើទីផ្សារដើម្បីបង្កើនកេរ្តិ៍ឈ្មោះប្រទេសវាវិញហើយហ្នឹងអានេះបើតាមខ្ញុំហ្មងខ្ញុំចង់ឲ្យដាច់ពីគ្នាឲ្យដាច់ហ្មងថាកុំឲ្យហែង mention ឈ្មោះពាក្យថា Cambodia នៅក្នុងប្រភពព័ត៌មានហ្នឹងទៀតពីព្រោះវាមិនដែលល្អទេ like ទៅឲ្យបាត់ឲ្យបញ្ឈប់ការនិយាយពីគ្នាទៅវិញទៅមកទៀត like ខាងយើងអត់ទាំងមានចង់អើពើអីជាមួយវាផងព្រមបន្ទល់រនាំងអីអត់ដែរចង់បើកឲ្យហែងផងវាតែវាម្នាក់វាហ្នឹងវាមិនបានអ្វីដែលវាចង់បានពីយើងគឺវានាំតែបង្កើត story បន្ថែមទៀត again and again វាសង្ឃឹមថា international community ឃើញចោះថា like ផិនភាកទាំងសងខាងឲ្យឃើញចុះថាពួកវា aggressive មកលើយើងប៉ុណ្ណាទស្សនិកជនប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតចាស់ប្រាប់ទៅប្រធានាធិបតីកូរ៉េខាងត្បូងថាកម្ពុជាមិនត្រូវការថៃមកបង្ក្រាបបទល្មើសអនឡាញជំនួសខ្លួនឡើយសម្ដេចប្រាប់ដូចនេះតាមរយៈជំនួបជាមួយអនុរដ្ឋមន្ត្រីទី2នៃក្រសួងការបរទេសកូរ៉េខាងត្បូងចាលោកស្រីគឹមជីណានៅព្រឹកថ្ងៃទី16ខែតុលាឆ្នាំ2025នេះនៅវិមានសន្តិភាពតាមរយៈអនុរដ្ឋមន្ត្រីទី2នៃក្រសួងការបរទេសកូរ៉េខាងត្បូងសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាប្រាប់ទៅប្រធានាធិបតីកូរ៉េខាងត្បូងថាកម្ពុជាមិនត្រូវការថៃមកបង្ក្រាបបទល្មើសឆបអនឡាញជំនួសខ្លួនឡើយសម្ដេចហ៊ុនម៉ាណែតថ្លែងដូចនេះនៅក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីទី2នៃក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រីគឹមជីណានាព្រឹកថ្ងៃទី16ខែតុលានេះបន្ទាប់ពីសារព័ត៌មានថៃបានផ្សាយថានាយករដ្ឋមន្ត្រីថៃអនុទីនចង់ចាប់ដៃជាមួយកូរ៉េខាងត្បូងបង្ក្រាបការឆបោកតាមអនឡាញនៅកម្ពុជានៅលើគណនី Facebook ផ្លូវការសម្ដេចធិបតីហ៊ុនម៉ាណែតបានឲ្យដឹងអំពីខ្លឹមសារថានៃការជជែកជាមួយអនុរដ្ឋមន្ត្រីទី2ក្រសួងការបរទេសកូរ៉េយ៉ាងដូចនេះ
ប៉ុន្មានថ្ងៃនេះបណ្ដាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយបានផ្សាយថាមេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េសម្ដេចបានជម្រាបជូនលោកជំទាវគីមជីណាថាប្រសិនបើករណីនេះជាការពិតសម្ដេចសូមឲ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថាកម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារនេះជំនួសកម្ពុជាឡើយហើយមេដឹកនាំប្រទេសនោះគួរតែផ្ដោតទៅលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឲ្យបានល្អទៅចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េលើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រទេសទាំងពីរមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសហការទ្វេភាគីដើម្បីដោះស្រាយបញ្ហានិងមិនចាំបាច់មានអ្នកទី3មកជួយជំរុញនោះទេសម្ដេចហ៊ុនម៉ាណែតក៏បានឲ្យដឹងថានៅក្នុងជំនួបសម្ដេចបានពិភាក្សាគ្នាជាមួយលោកស្រីគីមជីណាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយបានគូបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមករវាងអាជ្ញាធរកម្ពុជានិងអាជ្ញាធរកូរ៉េហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយក្នុងពេលជាមួយគ្នាកម្ពុជានិងកូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពខ្ពស់សម្ដៅចូលរួមចំណែកថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមសម្ដេចហ៊ុនម៉ាណែតបានរំលឹកថាទំនាក់ទំនងការទូតរវាងកម្ពុជាកូរ៉េខាងត្បូងត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ1997ទំនាក់ទំនងនេះត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ2024ដែលកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យចលនានាងកញ្ញាជាទីមេត្រីឆ្លើយតបទៅនឹងការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលកូរ៉េចាដែលហាមប្រជាពលរដ្ឋរបស់ខ្លួនទៅតំបន់មួយចំនួននៃប្រទេសកម្ពុជាលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃថាត្បិតតែជាសិទ្ធិសេរីភាពចាតែលោកស្នើឲ្យការលើកឡើងនោះស្របទៅនឹងទិដ្ឋភាពនៅកម្ពុជាផងចាលោកថាកម្ពុជាគឺមិនមែនជាប្រទេសអនាធិបតេយ្យជ្រួលច្របល់ពោពេញទៅដោយការឆបោកនោះឡើយទស្សនៈការលើកឡើងលម្អិតរបស់លោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដូចតទៅទីមួយការប្រកាសនោះគឺជាសេរីភាពរបស់គាត់នៅក្នុងការប្រកាសប៉ុន្តែសូមឲ្យការប្រកាសរបស់គាត់ប្រកបទៅដោយភាព logic សាសនាមត្តជាក់ស្ដែងអំពីសុវត្ថិភាពរបស់កម្ពុជាមានប្រជាពលរដ្ឋនៅកូរ៉េនៅយើងឃើញថាជាបន្តបន្ទាប់បានចេញសារជាវីដេអូឃ្លីបចេញមកនិយាយអំពីសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជាយើងមិនមែនអាណាធិបតេយ្យជ្រួលច្បល់ពោពេញទៅដោយការឆបោកបណ្ណាបណ្ណៃដោយការលើកឡើងរបស់ថ្នាក់ដឹកនាំកូរ៉េនោះទេបាទអញ្ចឹងសួរថាតើមហាជនទូទៅទាំងជាតិអន្តរជាតិគេរស់នៅក្នុងប្រទេសកម្ពុជាមិនក៏គេរស់បានបាទហើយខ្ញុំសូមបញ្ជាក់ជូនថាអាការឆបោកតាមអនឡាញនេះវាជាការឆបោកជាអន្តរជាតិវាមិនមែនឃើញមនុស្សចាប់ស្រូបយកមកឆបោកបានទេអាហ្នឹងគេតំណែងតាមប្រព័ន្ធអ៊ីនធឺណិតបាទមិនមែនហាមធ្វើដំណើរទៅនេះហាមធ្វើដំណើរទៅនោះហ្នឹងទេគឺគេឆបោកតាមប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងអ្វីដែលសំខាន់ហ្នឹងប្រទេសមួយនោះសាធារណរដ្ឋកូរ៉េក៏ដោយអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរបស់ខ្លួនបានយល់អំពីប្រភេទនៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឲ្យច្បាស់អំពីល្បិចកិច្ចកលរបស់ជនល្មើសដែលគេឆបោកតាមប្រព័ន្ធអនឡាញរបៀបម៉េចអំពីនៃភាពគ្រោះថ្នាក់ដែលកើតចេញពីការឆបោកតាមប្រព័ន្ធអនឡាញរបៀបម៉េចអំពីឧបាយកលទុច្ចរិតផ្សេងតាក់របស់នៃជនល្មើសនោះរបៀបម៉េចខ្លះនោះយើងត្រូវអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋរបស់យើងបាទមិនថាតែកូរ៉េត្រូវផ្សព្វផ្សាយអប់រំទេកម្ពុជាក៏ធ្វើដូចគ្នាប្រទេសគ្រប់ទាំងអស់ហ្នឹងគឺត្រូវធ្វើអាហ្នឹងដូចគ្នាបាទមិនមែនមកអង្គុយដើរដាក់បំរាមចុចហាមទៅនេះហាមទៅនោះចឹងទេអាហ្នឹងមិនស៊ីសង្វាក់មិន logic មិនសមស្របទេបាទចាករណីឃាតកម្មនិស្សិតកូរ៉េខាងត្បូងចាដែលត្រូវបានចាប់ជំរិតក្នុងបទល្មើសអនឡាញប្រព្រឹត្តដោយឧក្រិដ្ឋជនបរទេសក្នុងខេត្តកំពតលោកបណ្ឌិតយ៉ងពៅចាអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយបានលើកឡើងថាករណីនេះគឺគួរតែទុកឲ្យអាជ្ញាធរជំនាញបកស្រាយឲ្យច្បាស់លាស់តាមគោលការណ៍ច្បាប់ស្រីមានរាយការណ៍ជូនលម្អិតនៅព័ត៌មាននេះបណ្ឌិតយ៉ងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានសរសេរលើ Facebook នៅថ្ងៃទី15ខែតុលាដោយលើកឡើងថាករណីឃាតកម្មលើនិស្សិតកូរ៉េខាងត្បូងដែលត្រូវបានចាប់ជំរិតនៅក្នុងបទល្មើសអនឡាញប្រព្រឹត្តដោយឧក្រិដ្ឋជនបរទេសនៅក្នុងខេត្តកំពតលើទឹកដីកម្ពុជាមិនគួរមានការបកស្រាយផ្អែកលើទស្សនៈបុគ្គលទេនាំឲ្យមានការភ័ន្តច្រឡំពាក់ព័ន្ធនឹងបណ្ដាញអង្គភាពឬប្រទេសជាមិត្តណាមួយពលគួរតែទុកឲ្យអាជ្ញាធរជំនាញបកស្រាយច្បាស់លាស់ស្របតាមច្បាប់ការទូតនិងគោលការណ៍អន្តរជាតិ
លោកបណ្ឌិតបានសរសេរថាខណៈដែលការស៊ើបអង្កេតនៅតែបន្តដើម្បីទទួលបានលទ្ធផលកាន់តែច្បាស់លាស់ជាងនេះគេគួរតែទុកឲ្យអាជ្ញាធរនិងក្រសួងស្ថាប័នមានសមត្ថកិច្ចរាជរដ្ឋាភិបាលនិងប្រទេសពាក់ព័ន្ធក្នុងករណីមានជាអ្នកបកស្រាយឲ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់ការទូតនិងគោលការណ៍អន្តរជាតិមិនគួរមានការបកស្រាយផ្អែកលើទស្សនៈបុគ្គលដែលនាំទៅដល់ការភ័ន្តច្រឡំពាក់ព័ន្ធនឹងបណ្ដាញអង្គភាពឬប្រទេសជាមិត្តណាមួយឡើយលោកក៏បានសង្កត់ធ្ងន់ដែរថាគម្រោងបញ្ហាឲ្យទៅជាការតានតឹងភូមិសាស្ត្រនយោបាយចំពោះទស្សនៈរបស់លោកបណ្ឌិតយ៉ងពៅលើករណីនេះលោកថាការបណ្ដោយឲ្យមានករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូងគឺជារឿងគួរឲ្យសោកស្ដាយមួយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាពោលគឺខេត្តកំពតនេះជារឿងដែលមិនអាចទទួលយកបានទេដែលរឿងនេះជាករណីឆបោកជាសកលខណៈក្រុមអ ுக ្រិតជនបានយកប្រទេសកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តអ ுக ្រិតកម្មធ្វើឲ្យកម្ពុជាក្លាយទៅជារូបភាពនយោបាយនៃប្រទេសរងគ្រោះហើយត្រូវបានប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួនបែរជាចង្អុលមុខមកកម្ពុជាដែលហាក់ដូចជារឿងនេះកើតឡើងតែនៅប្រទេសកម្ពុជាតែមួយនៅពេលដែលករណីនេះកើតឡើងលោកបណ្ឌិតយ៉ងពៅសង្កេតឃើញពីការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាដោយបង្ហាញពីការទទួលខុសត្រូវចំពោះបញ្ហានេះតាមរយៈការចាត់វិធានការជាបន្តបន្ទាប់គឺរាជរដ្ឋាភិបាលមានចំណាត់ការយ៉ាងសកម្មទៅលើបញ្ហានេះដើម្បីឆ្លើយតបយ៉ាងសមស្របចំពោះមុខនិងនៅក្នុងទំនួលខុសត្រូវក្នុងនាមជារដ្ឋាភិបាលលោកបណ្ឌិតក៏បានបញ្ជាក់បន្ថែមទៀតថាខ្ញុំក៏គួរបញ្ជាក់ផងដែរថាចំពោះករណីនេះអ្នកវិភាគមួយចំនួនក៏ដូចជាអ្នកបញ្ចេញមតិទស្សនៈសង្គមផ្សេងៗមិនគួរប្រញាប់ប្រញាល់ពេកនៅក្នុងការទាញភ្ជាប់កម្ពុជានឹងបណ្ដាញនេះឬបណ្ដាញនោះនៃប្រទេសណាមួយនោះទេគេមិនគួរទាញភ្ជាប់នាំឲ្យមានហេតុផលដែលឈានទៅដល់ការតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសឬមហាអំណាចណាមួយនោះឡើយខណៈភូមិសាស្ត្រនយោបាយតំបន់និងពិភពលោកកំពុងតែមានភាពតានតឹងស្រាប់អរលោកអ្នកនាងកញ្ញាជាទីមេត្រីចាប្រទេសជប៉ុនចិន UN និងដៃគូអភិវឌ្ឍចាប្រកាសជាផ្លូវការជួយប្រជាពលរដ្ឋដែលរងគ្រោះនៅតាមតំបន់ព្រំដែននិងសង់ផ្ទះសម្បែងទស្សនាសេចក្តីរាយការណ៍លម្អិតពីលោកសាមៀនបណ្ដាដៃគូអភិវឌ្ឍរួមទាំងប្រទេសជប៉ុនចិននិងអង្គការសហប្រជាជាតិប្រកាសជាផ្លូវការផ្ដល់ការគាំទ្រជួយដល់ប្រជាពលរដ្ឋកម្ពុជានៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ដោយសារសង្គ្រាមនិងរៀបចំឲ្យមានដំណើរការឡើងវិញនៅតំបន់មួយចំនួនរួមមានអគារសុខាភិបាលនិងសាលារៀនជាដើមការប្រកាសជាផ្លូវការនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍទៅលើវិស័យមីនស្ដីពីកិច្ចប្រឹងប្រែងរួមគ្នានៅកម្ពុជាគ្មានផលប៉ះពាល់ពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅថ្ងៃទី16ខែតុលាឆ្នាំ2025នេះបញ្យងតាមលោកទេសរដ្ឋមន្ត្រីលីធុចអនុប្រធានទី1អាជ្ញាធរមីនបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំតាមរយៈកិច្ចប្រជុំទ្រង់ទ្រាយធំដែលមានដៃគូជាតិអន្តរជាតិតំណាងស្ថានទូតចូលរួមយ៉ាងច្រើននេះនៅចំពោះមុខអង្គវេទិកាលោកលីធុចបានលើកឡើងពីផលប៉ះពាល់ដោយធ្ងន់ធ្ងរកើតឡើងដោយសារសង្គ្រាមរយៈពេល5ថ្ងៃរវាងកម្ពុជានិងថៃដោយមានប្រជាជនកម្ពុជាប្រមាណជា130,000 នាក់បានភៀសខ្លួនចាក់ចេញពីលំនៅឋានទៅរកតំបន់សុវត្ថិភាពចាក់ចេញពីផ្ទះសម្បែងចៅគោក្របីនិងទ្រព្យសម្បត្តិមួយចំនួនឆ្លៀតក្នុងឱកាសនេះលោកបានប្រាប់ទៅកាន់បណ្ដាប្រទេសដែលបានចូលរួមនិងរាយការណ៍ជូនអំពីផលប៉ះពាល់ទៅលើអង្គការសាលារៀនផ្សេងៗមណ្ឌលសុខភាពផ្លូវថ្នល់ជាពិសេសព្រលឹងជាតិគឺប្រាសាទព្រះវិហារនិងវត្តអារាមដែលត្រូវបានរងការទម្លាក់គ្រាប់បែកទទួលរងនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរលើសពីនេះអាជ្ញាធរមីនក៏មានគម្រោងជួសជុលផ្លូវជាប្រចាំនៅតំបន់ព្រំដែនមួយចំនួនដែលរងការខូចខាតដើម្បីឲ្យអ្នកភូមិរស់នៅក្បែរតំបន់ប្រឈមនោះងាយស្រួលធ្វើដំណើរស្វែងរកទីទួលសុវត្ថិភាពឲ្យបានលឿនលោកបានសង្កត់ធ្ងន់ថាការធ្វើដំណើរពីភូមិទៅតំបន់សុវត្ថិភាពត្រូវតែមានផ្លូវដែលជួសជុលជាប្រចាំធ្វើដំណើរដោយងាយស្រួលរកតំបន់សុវត្ថិភាពនិងការផ្ដល់សញ្ញាជាមុនដើម្បីជម្រាបជូនប្រជាពលរដ្ឋឲ្យភៀសខ្លួនចេញជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនេះជាអ្វីដែលអាជ្ញាធរមីនកំពុងតែគិតគូរវែងឆ្ងាយគួរជម្រាបថាកិច្ចប្រជុំខាងលើនឹងបម្រើជាវេទិកាសម្រាប់ការសន្ទនាការដោះស្រាយបញ្ហាអន្តរវិស័យនិងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយការគំរាមកំហែងនៃក្របមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមព្រមទាំងលើកកម្ពស់សុវត្ថិភាពនិងភាពធន់នៃប្រជាជនដែលងាយរងគ្រោះកិច្ចប្រជុំខាងលើនេះក៏ដើម្បីសម្រេចបាននូវគោលបំណងសំខាន់ៗមួយចំនួនរួមទាំងការបង្ហាញសមិទ្ធផលរួមបញ្ហាប្រឈមនិងមេរៀនជាបទពិសោធន៍ដែលទទួលបានពីការអនុវត្តយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ2018-2025រួមជាមួយនឹងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅមុខព្រឹត្តិការណ៍ព័ត៌មានជាតិជាបន្តចាសូមងាកទៅចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមអនឡាញលោកអ្នកនាងក្នុងរយៈពេល4ខែមកនេះចាសមត្ថកិច្ចកម្ពុជាចាប់ខ្លួនមនុស្សជាង3,400 នាក់សរុប20សញ្ជាតិចាដែលក្នុងនោះគឺមានទាំងជនជាតិថៃផងដែរដែលពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមអនឡាញកុសលនឹងរាយការណ៍លម្អិតពាក់ព័ន្ធនឹងព័ត៌មាននេះក្នុងរយៈពេល4ខែចុងក្រោយនៅក្នុងឆ្នាំ2025នេះសមត្ថកិច្ចកម្ពុជាបានបញ្ជូនមុខសញ្ញាមេខ្លោងនិងបកពួកសរុប75នាក់ទៅតុលាការនិងបានឃាត់ខ្លួនជនសង្ស័យ3,400នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងនោះក៏មានជនជាតិថៃផងដែរនេះបើតាមការបញ្ជាឲ្យដឹងរបស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថាកបឆប
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថាកបឆបបានបង្ហាញលទ្ធផលនៃយុទ្ធនាការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកិច្ចចាប់តាំងពីថ្ងៃទី27ខែមិថុនាដល់ថ្ងៃទី14ខែតុលាឆ្នាំ2025ដោយក្នុងអំឡុងពេលនេះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋាននៃគណៈកម្មការកបឆប Online Scam បានចុះពិនិត្យទីតាំងនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅគោលដៅចំនួន92ទីតាំងក្នុង18រាជធានីខេត្តជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបប្រមាណ3455នាក់មានចំនួន20សញ្ជាតិរាប់បញ្ចូលជនជាតិចិនវៀតណាមឥណ្ឌូនេស៊ីឥណ្ឌាបង់ក្លាដេសថៃកូរ៉េខាងត្បូងប៉ាគីស្ថាននេប៉ាល់ម៉ាឡេស៊ីជប៉ុនមីយ៉ាន់ម៉ាហ្វីលីពីនឡាវកាមេរូននីហ្សេរីយ៉ាយូហ្គាន់ដាសេរ៉ាលីអូនម៉ុងហ្គូលីនិងរុស្ស៊ីក្រោយប្រតិបត្តិការចុះបង្ក្រាបដល់ទីតាំងវត្ថុតាងត្រូវបានគ្រប់គ្រងនិងរក្សាទុកត្រឹមត្រូវដោយសមត្ថកិច្ចជំនាញនៅក្នុងរាជធានីខេត្តរីឯទីតាំងត្រូវបានបិទមិនឲ្យមានការចិញ្ចោលឡើយជាមួយគ្នានេះសមត្ថកិច្ចជំនាញបានបន្តនីតិវិធីចំពោះ10សំណុំរឿងនៅក្នុងចំណោមសំណុំរឿងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងរាជធានីភ្នំពេញកណ្ដាលព្រះសីហនុនិងកំពតដោយបានបញ្ជូនមុខសញ្ញាមេខ្លោងនិងបកពួកសរុបចំនួន75នាក់ក្នុងនោះមានស្រី5នាក់ទៅតុលាការដើម្បីអនុវត្តនីតិវិធីតាមច្បាប់ជាធរមានសំណុំរឿងទាំងនេះពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញអំពើឃាតកម្មនិងការជួញដូរមនុស្សដែលវាបានក្លាយជាប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំៗក្នុងចំណោមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញក្នុងរយៈពេល4ខែចុងក្រោយឆ្នាំ2025នេះទន្ទឹមនឹងនេះជនបរទេសចំនួន2825នាក់ក្នុងនោះស្ត្រី476នាក់ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាគណៈសមត្ថកិច្ចក៏បានជួយសង្គ្រោះជនរងគ្រោះឲ្យរួចផុតពីអំពើជួញដូរនិងបានបំបីបណ្ដាញឧក្រិដ្ឋកម្មឆបោកនិងសម្បុកនៃការជួញដូរមនុស្សផងដែរជាងនេះទៅទៀតលេខាធិការដ្ឋានកបឆបបាននឹងកំពុងរួមគ្នាជាមួយបណ្ដាដៃគូនិងប្រទេសពាក់ព័ន្ធដើម្បីស្រាវជ្រាវស៊ើបអង្កេតលើភស្តុតាងទាំងអស់ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើសនៅក្នុងអំឡុងពេលនៃប្រតិបត្តិការបង្ក្រាបនាពេលកន្លងមកសម្ភារៈដែលបានរឹបអូសទាំងអស់រួមមានទូរស័ព្ទដៃកុំព្យូទ័រលិខិតឆ្លងដែនឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទនិងច្រើនពាន់គ្រឿងសុទ្ធសឹងតែជាភស្តុតាងដែលអាចផ្ដល់ជាតម្រុយសម្រាប់ស្វែងរកមេខ្លោងនិងវេចមុខបណ្ដាញអង្គការចាត់តាំងពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជាលទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវនឹងត្រូវប្រើប្រាស់សម្រាប់សហការជាមួយក្រសួងស្ថាប័នអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងរាជធានីខេត្តនៃប្រជាណាចក្រកម្ពុជាដើម្បីដាក់ចេញវិធានការនិងអនុវត្តតាមច្បាប់ជាធរមានលទ្ធផលដែលទទួលបានខាងលើនេះបានបង្ហាញឲ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានិងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តក្នុងការបោះសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជាខណៈដែលប្រទេសកម្ពុជាក៏ជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកាលពីថ្ងៃទី14ខែកក្កដាឆ្នាំ2025បានចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសម្ដេចបានដាក់ចេញនៅបទបញ្ជាចំនួន9ចំណុចសំខាន់ក្នុងនោះសម្ដេចធិបតីបានសង្កត់ធ្ងន់ថាអភិបាលនៃគណៈអភិបាលរាជធានីខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តស្នងការនគរបាលរាជធានីខេត្តមេបញ្ជាការបណ្ដាអង្គភាពនិងក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់និងដោយការទទួលខុសត្រូវការមិនអនុវត្តតាមបទបញ្ជាឬមិនសហការអនុវត្តក្នុងរូបភាពណាមួយត្រូវជាកម្មវត្ថុនៃការវិតម្លៃក្នុងការតែងតាំងផ្លាស់ប្ដូរឬបញ្ចប់មុខតំណែងសូមបញ្ជាក់ថាក្នុងក្របខ័ណ្ឌយុទ្ធនាការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា